ញ៉ាកដាកាក់ក្តីគឺអាញាកដាបេសុផាន់បាទដែលជាអតីតកីឡាបណ្ដាលវិទ្យុបសំលេងដែរឥឡូវខ្លាចជាអាញាកដានៅគ្រូវឹកអស់ហើយអ្នកបណ្ដាលបង្គោលក្រហមនេះមកពីភ្នំពេញយើងនៅខណ្ឌដង្កោប្រៃសយើងហ្នឹងប្រៃសហ្នឹងដីហុយណាលោកវត្តអើយផ្លូវបេតុងឡើងស្អាតដូចបុផាក៏ប៉ុន្តែបេតុងហើយអាដីខ្សាច់ហ្នឹងវាក៏ពុបលើផ្លូវបេតុងដីឥដ្ឋទេណាវាទៅជាផ្លូវបេតុងលាយជាមួយដីឥដ្ឋដីខ្សាច់អញ្ចឹងបងប្អូនបងប្អូនសំណុំពរថាចាក់បេតុងឡើងស្អាតហើយមិនគួរណាអាលែកឲ្យដីហុយទេអញ្ចឹងមកស្នើសុំទៅអ្នកធ្វើការដ្ឋានហ្នឹងឲ្យបោសឲ្យលាងអីផងនេះសំណុំពរបងប្អូននៅប្រៃសមកសាថ្នាលបត់ចកាដូងណាអូយវាដីទម្លាក់ហុយអត់មានអ្នកណាអើពើតែម្ដងអញ្ចឹងមកសុំអាការនេះជម្រាបជូនទៅដល់អ្នកដែលធ្វើការដ្ឋានដាក់ដឹកសាច់ដឹកអីកុំឲ្យពេញហៀបពេកបើធ្លាក់កពុបដីអត់ដីអីនោះសូមមេត្តាលាងផងដើម្បីកុំឲ្យវាហុយជូនប្រជាជននឹងប៉ះពាល់សុខភាពមែនទេតទៀតកណ្ដាប់ដៃរបស់រ៉ាឌីតទាត់ស្ដាំហាំងឌីណាធាក់ស្ដាំទាត់ឆ្វេងរ៉ាឌីតឆ្វេងមាត់រ៉ាឌីតកៃឆ្វេងអោបគ្នាអាយ៉ាដួលទៅទីពីរនេះលោកកញ្ញាកណ្ដាប់ពេជ្រសំខាន់គ្រូរ៉ាឌីតនេះកូនសិស្សលោកគ្រូអែមច័ន្ទសុផលណារ៉ាឌីតញោស្ដាំមាត់ស្ដាំពីហាំងឌីណាគាត់ខ្ចីបបពិសោធន៍មែនតែមើលសភាពវាយជាមួយរ៉ាឌេតក៏វាមិនខុសត្រូវគ្នាប្រហែលទេរ៉ាឌេតនេះនៅលើសង្វៀនបាន30ដងជាងហើយ35ដងឯណោះ35ដងហើយកូនគេវាយបាន5ដងទេ5ដងទេឈ្នះបាន3ចាញ់2តបទប់គ្នាចាប់គូនេះគឺយើងនឹងមានគូផោសភ័ណ្ឌជួបកីឡាករថៃចាប់ពីគូផោសភ័ណ្ឌយើងនឹងដល់គូកីឡាករអង្គរៈបាទគីឡូធ្ងន់ពិបាករកគូវាយឥឡូវវាយហើយវាយបតទេវាយចំពោះស្រួយមិនបានណាចំពោះស្រួយបានមានគីឡូស្មើគីឡូថៃគឺអត់មានបាក់រមែនតើបាទមានណាតែសមត្ថភាពមិនដល់គ្នាតែគេមានគីឡូធ្ងន់ណាស់ក៏តែគេចង់ Red A ហើយបាទយ៉ាឆ្វេងម្ដាយល្អមែនតើគាត់ស្ដាំសងវិញទីណាបើណាមិញនេះគេថាកម្លាំងពេញតែម្ដងមួយដៃអូយអាយ៉ាមកជើងទៀតរ៉ាឌេតញ៉ៅហើយមើលទៅញ៉ៅហើយបាទតែមិនកំដូចឡើយស៊ីណាថ្ងៃមិញស្ដាយមែនតើលមូកពើបាទអត់ទេថ្ងៃមិញនេះតាមខ្ញុំសួរលោកគ្រូពេទ្យគេលើកពីការលមូកពើលើកទៀតបាទលើកពីការលមូកពើអាចប្រេះស្រាំឆ្អឹងឬក៏បាក់ឆ្អឹងណាមួយហើយគេតែកំពុងតែស្កេនមើលចេះរបាយការណ៍ល្បិតនៅព័ត៌មានកីឡារបស់លោកវ៉ាយគូក្បាលរបស់លោកអ្នកឲ្យមានភាពចងចាំបានល្អខារ៉ាបាវអ្នកតស៊ូដ៏អស្ចារ្យឥឡូវចាប់ដើមទឹកទី2ច័ន្ទរ៉ាឌេតអ្នកប្រដាល់នៅភ្នំពេញហ្នឹងហើយតែនៅខណ្ឌដង្កោបៃសរ៉ាឌេតគេហៅថាកីឡាកររលោក្រោយក៏ប៉ុន្តែសាច់ណែនល្អណាសាច់ណែនល្អបាទណែនល្អមែនទេអីយ៉ាឆ្វេងម្ដាយសាច់ប្រហែល DJ លុចដែរបាទប្រហែលគ្នាបាទប្រហែលគ្នាទេតាមរយៈនេះអត់លើអត់បានគេហៅថាលើកដុំដៃដូចរ៉ាឌេតសោះវក់តទាត់បាល់ឥឡូវវក់ទាត់បាល់អីអើយជើងស្ដាំសមកជើងម្នាក់រ៉ាឌេតវាយឆ្វេងម្ដាយរ៉ាឌេតចង់ដាច់ផ្ងាដែរណាបាទអញ្ញាកដាមធម្មតាទេខ្ញុំឃើញតែអញ្ញាកដាមួយនេះឲ្យរៀងសង្ហាមែនទេសិចដុំក៏បានហើយក្បាលពោះក៏ចង់3 4ផ្នត់ដែរបាទអសល់មួយតែសកម្មអញ្ញាកដាមួយនេះមិនធ្វើឲ្យអញ្ញាកដារបស់សហព័ន្ធនោះក្បាលពោះរបស់ទេមកជើងរ៉ាឌេតរៀបឡើងជង្គង់វិញតគ្នាញ៉ាកដាទៅអត់ក្បាលពោះដែរខំទៅជាតិបាទខំទៅជាតិលើបាត់មុខបានអត់ទៅហើយមិននឹង BC ទៅណាទេណាហើយមិនទេសិនគាត់គួរជើងរបស់រ៉ាឌីតគួរស្អាតវាយតរ៉ាឌីតចូលគាត់អ៊ីណាមកកោគៀវត្រូវមកដៃហើយរ៉ាឌីតនេះគេថារ៉ាឌីតជើងអត់សូវខ្លាំងទេខ្លាំងកដាប់ដៃដូចមើលសភាដែរឆ្វេងមើលសភាហ្នឹងហើយថ្ងៃមិញនេះជាលទ្ធផលវងណយគេថា3ចៅក្រមស៊ីផុយនឹង3ហ្មង3-0បាទ2ចៅក្រមយើងបានមើលទេណាពេលយើងអាន3ចប់ទៅហើយបាទអបជាប់ជង្គង់របស់រ៉ាឌីត
ហើយបន្ទូឈ្នះដាច់ទៀត បាទ 99 96 96 96 បាទ 98 96 98 97បំបែករុញទៅដួលមួយសិនកាដាបាទរបស់រ៉ាដេតមួយឆ្វេងរបស់ឌីណារ៉ាដេតបោកដួលស្គប់គ្នាចុងទឹកទី2ទៅហើយរ៉ាដេតដើរចូលទៀតឌីណាទាត់ស្ដាំម្ដាយមកជើងទៅម្ដាយទៅនេះ អេ អូខោប៉ែបណ្ដា មានបញ្ហាបដ ாய் 1 2 មកដៃមិនមើលមិនទាន់ណា បាទ 4 5 5 6 មកហើយ 7 7 8 អូ8ហើយ អូយ រឹងទៅគៀមហើយ 9 អូសាប់ក្របស្លាប់បាត់ហើយ បាទនេះហើយរូបភាពយឺមសារទៀត នេះ ដួលពីរហើយ វាយខូន បាទអូយមកជើងទៀត ចាហើយឥឡូវនេះលោកកញ្ញាកណ្ដាលបានប្រមានទៅកីឡាករបង្គោលក្រហមទៅដល់ចក្រមទាំង5រូបជាផ្លូវការហើយដោយសាርከីឡាករបង្គោលក្រហមនៅពេលដែលដៃគូដួលហើយប្អូនបានថែមគេទៀតដែលបាត់បញ្ជាបានហាមឃាត់ហើយ បាទ ឥឡូវនេះកីឡាករបង្គោលខៀវខាងឌីណាជាអ្នកទទួលបានជ័យជំនះ